ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានមុខម្ហូបបែបជនបទមកមុខទៀតហើយណាបងប្អូនសម្រាប់ថ្ងៃនេះយើងបានបុកកំពឹសជាមួយនឹងអំពិលខ្ចីឥឡូវយើងមកបេះបន្លែដើម្បីទុកជាមួយបុកកំពឹសសិនបងប្អូនដែលយើងបេះបានផ្កាស្នោផ្កាស្នោដែរមានតែ2ដើមទេប៉ុន្តែញ៉ាំឡើងចង់មករដូវដែរបងប្អូនឥឡូវយើងមកបេះជីដើម្បីទុកផ្ទាប់មួយបុកកំពឹសដែរខ្ញុំមានជីភ្លាជីស្លឹកវែងហើយនិងជីនាងវងហើយយើងមានត្រប់មានត្រសក់មានត្រកួនដើម្បីផ្ទាប់លក់ជាមួយគ្នាអញ្ចឹងបងប្អូនបានច្រើនមុខដែរហើយនេះដែរគ្រឿងផ្សំរបស់យើងមានកំពឹសអំពិលខ្ចីនិងបន្លែមានផ្កាស្នោត្រសក់ត្រប់ត្រកួនហើយនិងជីគ្រប់មុខឥឡូវថ្លៃយើងមានសពគ្រប់អស់ហើយបងប្អូនយើងចាប់ផ្ដើមមកបុកកំពឹសទាំងអស់គ្នាយើងមានខ្ទឹមម្ទេសបុកវាហើយយើងដាក់បុកអំពិលខ្ចីចូលដាក់អំពិលខ្ចីបុកឲ្យម៉ត់ហើយយើងដាក់ប្រហុកដុតចូលបន្ទាប់មកដាក់សណ្តែកដីហើយបុកឲ្យចូលគ្នាសព្វហើយចាំយើងដាក់កំពឹសសម្រាប់កំពឹសនេះដែរខ្ញុំបានដាក់ទាំងឆៅដោយសារខ្ញុំយកទៅស្រុះវាបន្តិចសិនណាឥឡូវបុកកំពឹសយើងបានរួចរាល់ហើយបងប្អូនយើងលើកដាក់ចានមកហើយជាការស្រេចអរគុណច្រើនបងប្អូនជំរាបលា